សៀមភូតកុហកគ្រប់បែបយ៉ាងហើយយកលេសគ្រប់បែបយ៉ាងជាមួយនឹងពិភពលោកជាពិសេសគឺបំភាន់ផ្នែកប្រជាជនខ្លួនឯងបាទណែប្រជាជនខ្លួនឯងក៏មិនគាត់ល្ងងដែរបាទបងប្អូនគាត់ចេះគាត់ដឹងដែរហើយថ្នាក់ដឹកនាំសៀមមួយចំនួនអ្នកនិយាយរួមទៅអ្នកនយោបាយអ្នកបាទចេះដឹងបណ្ឌិតឬក៏បញ្ញវន្តសៀមមួយចំនួនក៏គេបានដឹងដែរថាប្រមុខដឹកនាំរបស់គេយ៉ាងម៉េចបាទដូចលោកអនុทิនបងប្អូនគិតថាបានរៀនបានសូត្រទេបងប្អូនខ្ញុំថាបានរៀនបានសូត្រចប់ថ្នាក់អស់បានធ្វើជានាយករដ្ឋមន្ត្រីលោកសៀស័យហ្នឹងបានរៀនបានសូត្រអត់បានក៏ដឹងថាភូមិជាដីរបស់គាត់ប៉ុណ្ណាប្រវត្តិសាស្ត្រគាត់កើតនៅចំនួនណាហើយគាត់កើតនៅចំនួនណាហើយគាត់កើតនៅពេលណាហើយដីរបស់គាត់មានប្រមាណហើយគាត់បានយកដីពីនរណាខ្លះអីមិនក៏ធ្វើទៅយកអត់ចេះដឹងខ្ញុំមិនចង់សូមទៅមិនចង់ថាល្ងីល្ងើភ្លីភ្លើទេបងប្អូនសូមទៅមិនចង់និយាយទេបាទបងប្អូនតែប៉ុន្តែគាត់ចេះធ្វើចេះឬក៏គឺគាត់ទៅធ្វើជាអត់ដឹងអីហើយគឺប្លន់ទឹកដីរបស់គេប្លន់ទឹកដីរបស់ខ្មែរបាទកម្ពុជាយើងសពថ្ងៃបងប្អូនហើយធ្វើអីទៅប្រាប់អន្តរជាតិប្រាប់ថាគាត់មិនបានរករឿងប្រទេសកម្ពុជាមិនបានរករឿងអីទេហើយគាត់មិនបានយកដីរបស់ប្រទេសកម្ពុជាទេហើយសូមសួរថាមុនសង្គ្រាមនឹងមុននឹងប៉ះទង្គិចនៅតំបន់ព្រំដែននឹងហើយណាគេបិទបាទណាបិទព្រំដែនមុនឯកតោភាគីហើយណាគេបង្ករឿងមុនដបូគេបងអស់នេះលោកឯងសូមបីតបាត់លីអូមួយក៏លោកឯងរករឿងដែរកុំថាចង់នេះបាត់មុនបាត់ទងជាតិមួយប្រម៉ែមោហវ័យណែរកអីតបសងសឹកខ្មែរណែគ្រប់បែបយ៉ាងឯងលោកឯងយល់លេសយកអីគ្រប់បែបយ៉ាងបំពេញបំពុលសង្គមបំពុលសង្គមខ្លួនឯងបំពុលអន្តរជាតិទៀតណែគ្រប់បែបយ៉ាងខ្ញុំគ្រាន់តែមើលមុខលោកស៊ីអាសាក់ក៏ខ្ញុំដឹងថាមនុស្សបែបនេះដែរហើយសារព័ត៌មានច្រើនណាស់គេនិយាយបាទណាហើយលោកឯងរៀនដល់ថ្នាក់ណាបានលោកឯងທາງឥឡូវថ្មីនេះមើលកពុលមុខឥឡូវហោះបាទនឹងហោះទៅប្រទេសបាទឥណ្ឌូនេស៊ីដើម្បីតំណាក់តំណងការងាររកស៊ីពាណិជ្ជកម្មបាទនយោបាយផ្សេងព្រោះអីនៅជុំចិត្តហ្នឹងគាត់អស់ហើយសត្រូវគេចង់អស់ហើយបងប្អូនទៅម៉ាឡេស៊ីរករឿងអីឆ្លោះអីចោតប្រកាន់ម៉ាឡេស៊ីទៅភូមាគឺទម្លាក់គ្រាប់អីអត់ហ៊ានមួយគេទេហ៊ានបានតែមួយខ្មែរទេណាលោកស៊ីអាសាក់លោកអានទីហ៊ានបានមួយខ្មែរថ្ងៃគឺកំពុងតែបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងតែគង់តែគេទម្លាក់ចេញពីតំណែងទេវាយូរឆាប់ទេវាល្អមើលតែពេលមកប្រាវទេបងប្អូនបាទប៉ុន្តែគាត់ថាពូជសៀមមួយខ្ញុំដកអត់មានសង្ឃឹមឥឡូវបាទអ្នកណាឡើងកានក៏នៅនឹងតែចង់បានដីរបស់ខ្មែរដែរបងប្អូនទៅចងចាំlạiនឹងយើងបាទណាឥឡូវគាត់ថាគាត់នឹងហោះទៅនេះហើយបាទនឹងហោះទៅឥណ្ឌូនេស៊ីបាទទៅតំណាក់ថ្មមួយឥណ្ឌូនេស៊ីព្រោះជុំចិត្តនឹងអស់ហើយមានណាគេរកស៊ីជាមួយឯងមនុស្សចឹងមានណារកស៊ីជាមួយបងប្អូនបាទណាថ្មីទៅអង្គការសហប្រជាជាតិនៅអង្គការសិទ្ធិមនុស្សអីបាត់គេសំពងណាឡើងទៅយូណេស្កូគេសំពងណាហើយធ្វើជាខ្លួនឯងអត់មានអីខ្លួនឯងរងគ្រោះបាទហើយមើលត្រូវគិតណាថាខ្លួនឯងពេលទៅធ្វើនឹងដីពាត់បលាលួសហ្នឹងពីមុនមកមានពាត់ចឹងអត់ណាហើយប្រជាជនខ្មែរពីមុនមកមានបាត់បង់ទឹកដីពីមុនមកមានចំលៀសភាសឹកចឹងអត់រាប់ពាន់រាប់ម៉ឺនអ្នកនឹងចឹងអត់ត្រូវគិតខ្លួនឯងសួរមិនក៏ធ្វើជាអត់ដឹងអីធ្វើដូចអត់ពូចោនេះចោមិនប្លន់មែនបងប្អូនបាទខ្ញុំទៅសើហ្មងបាទហើយមិនចង់និយាយតទៀតបងប្អូនសម្រាប់សហរដ្ឋអាមេរិកគឺថាគាត់អស់ខែលការពារសម្រាប់ជួយដល់អ៊ីស្រាអែលហើយអ៊ីស្រាអែលថ្មីនឹងបាទម្សិលមិញកំពុងវាយសម្លាប់បាទប្រជាជននៅតំបន់កាហ្សាហ្នឹងជាង10នាក់ទៀតហើយបងប្អូនបាទហើយគាត់ហ្នឹងបងធំនៅបាទមកជុំពពីហ្នឹងគឺវាយបាទតាំងតាលីបងតាអ៊ីយកទឹកដីគេបាទណាពាត់ដីពាត់អីគេដាក់ចាំងធ្វើពាត់ដីឲ្យសម្លាប់រង្គាលបាទជនជាតិប៉ាឡេស្ទីនបាទអើខ្ញុំដឹងថាមិនទេបាទចំពោះលោកនេតាយេហ៊ូដែលត្រូវបានគេចោទប្រកាន់ថាជាអក្រិតកម្មសង្គ្រាមហើយថ្មីយើងចាំមើលបូទៅដល់ញូវយ៉កតើចវាយក្រុងញូវយ៉កចាប់គាត់អត់ហើយបូចាប់មិនកើតបូលោកដូណាល់ត្រាំនៅពីក្រៅខ្នងចាប់មិនបានបងអើយចវាយក្រុងមើលចាប់បានអត់ចាប់លោកនេតាយេហ៊ូអត់លោកនេតាយេហ៊ូអត់ខ្លាចអញអត់ខ្លាចអញមានឪពុកធរអញមួយនៅពីក្រៅខ្នងមួយលោកត្រាំបាទហ្នឹងហើយអញ្ចឹងយើងរកចាំមើលទាំងអស់គ្នាបងប្អូនទាំងអស់គ្នាបាទហើយFIFAសុំនិយាយ FIFA បន្តិចបាទអង្គរគឺខ្លាំងមែនទែនបាទហើយម្ចាស់ FIFA នឹងអាចធ្លាក់ពីតំណែងអត់បាទបងប្អូនមើលគេចោទពីរឿងថ្ងៃរឿងបញ្ហាពាណិជ្ជកម្មរ៉ូស៊ីផ្សព្វផ្សាយពាណិជ្ជកម្មអីបាទខាងក្នុងខាងក្រៅ FIFA យ៉ាងម៉េចបាទអត់ត្រូវគ្នាហើយពាក់ព័ន្ធនឹង FIFA ម្ចាស់បាទពាក់ព័ន្ធរឿងលោកមួយលោកត្រាំរឿង
កីឡាកររបស់អាមេរិកមួយដែលកាត់ខំឲ្យទៅលេងវគ្គ World Cup នឹងបន្តទៀតអីចឹងណាលោកត្រាំខលទៅនឹងហើយពាក់ព័ន្ធគេចោត FIFA ពាក់ព័ន្ធទៅរឿងនយោបាយនយោអីចឹង FIFA និង UEFA នឹងអាចបែកគ្នាទេបងប្អូនអាចបង្កើត FIFA 2ទេបងប្អូនយើងរងចាំមើលតទៀតដែរបងប្អូនបាទអរគុណច្រើនសម្រាប់បងប្អូននៅពេលនេះសូមឲ្យបងប្អូនកុំភ្លេចជួយ Subscribe ជួយ Like ជួយ Share ផងបងប្អូនណាហើយសូមឲ្យបងប្អូនសុខភាពល្អរស់ស៊ីមានបានទៅណាមកណាសុខភាពតាមផ្លូវទាំងអស់គ្នាបាទអរគុណ